Đó ngheថ្ងៃនេះមកជួបខ្ញុំម្ដងទៀតហើយថ្ងៃនេះដែរគឺយើងសូមលើកនៅការសហការពី MLBB ជាមួយនឹង One Pick ទាំងអស់គ្នាហើយយើងទាំងអស់គ្នាមកតាមដានថាការគូបកងរបស់ Anime One Pick ជាមួយនឹង MLBB តើវាស័ក្តិសមគ្នាប្រមាណភាគរយដែរតោះទី1គឺ Sanji ជាមួយ Chu ខ្ញុំគិតថា Sanji ជាមួយ Chu អាចត្រូវគ្នាព្រោះអ្នកទាំងពីរលេងបាតជើងនិងបាតដៃរន្ទះជើងភ្លើងដៃមន់ដូចគ្នាពេលខ្ញុំគិតថា Luffy ជាមួយនឹង Kufra ជាមួយនឹងបាដាងអាចត្រូវគ្នាអ្នកទាំងអស់គ្នាគិតថា Luffy អាចត្រូវជាមួយបាដាងជាងត្រូវមួយ Kufra ជាងណៃទី3គឺ H អាចត្រូវជាមួយឈូជាងឬក៏ត្រូវជាមួយ Waller ជាងដែលគាត់វាយក៏បានគាត់ប្រើធម្មពលភ្លើងក៏បាន手出し無用で頼む危険ពោះទី4វិញគឺ Nami អាចត្រូវជាមួយ Idora ព្រោះដោយសារនៅពេលខាងមុខ Idora នឹងមួនធួននឹង Revamp ឲ្យវាមានដវងមួយគេហៅថាដវងវេទមន្តចាំមើលតើអាចអ្នកទាំងពីរអាច collab ជាមួយគ្នាបានដែរឬអត់勘弁してよね油断するな気をつけろこいつの棒さっきの何か飛び出しやがったぞブラックボール今度は何だあいつ魔術師かやめてよ魔術師なんてពោះទី5 Frankie អាចជាគូបកងជាមួយនឹង Xbox តើអ្នកនរគ្នាគិតយ៉ាងម៉េចដែរゾロどうしたおめえ火災のキング大看板の肩書きはったចំពោះទី6វិញសាំងអាចជាមួយនឹងអាលូកាតឬក៏ Lancelot ព្រោះអ្នកទាំងពីរសុទ្ធសឹងតែមានដាវដូចគ្នាតើអ្នកនរគ្នាគិតថាសហការជាមួយនរណាគេស័ក្តិសមជាងពោះទី7វិញគឺ Kaido ជាមួយនឹង Yu Chong គឺអ្នកទាំងពីរគឺស័ក្តិសមគ្នាមែនតើព្រោះអ្នកទាំងពីរអាចជាសាច់ញាតិដូចគ្នាមិញអ្នកទាំងអស់គ្នាដោយសារតែភ្លៀងវាមានសម្លេងរំខានមែនតើឥឡូវខ្ញុំទៅមកបញ្ចូលសារថ្មីឡើងវិញចំពោះវីដេអូនេះដែរបើសិនជាមានការគ្រប់គ្រង admin នឹងចេញនៅ part 2 បន្តទៀតព្រោះនៅមានកិច្ចសហការជាច្រើនទៀតដែលជាមួយ MLBB និង One Pick នឹង好きなだけふざけてりゃいいさだが能力が世界を制することはない